លុយវាមិនសំខាន់ទេពេលដែលយើងមានតែវានឹងសំខាន់មកភ្លាមនៅពេលដែលយើងគ្មានព្រោះតែហូបបាយក៏ប្រើលុយរកពេទ្យក៏ត្រូវប្រើលុយធ្វើដំណើរក៏ត្រូវប្រើលុយការសិក្សាកូនក៏ត្រូវប្រើលុយមានលុយចង់ធ្វើអីក៏បានទិញការចូលសង្គមទិញទំនាក់ទំនងឈប់និយាយបានហើយថាលុយវាមិនសំខាន់បើទោះបីវាមិនអាចទិញទំនាក់ទំនងស្មោះត្រង់មិត្តស្មោះត្រង់ពេលវេលានិងជីវិតបានពិតមែនតែវាអាចពន្យាពេលវេលាស្លាប់បានទិញភាពសប្បាយមុនស្លាប់ក៏អាចទិញបានឈប់គិតអ្វីទាំងអស់ក្នុងផ្លូវល្អទៀតទៅហើយងាកមកសម្លឹងរកមើលការពិតនិងព្រមទទួលយកវាពួកយើងម្នាក់ខំប្រឹងធ្វើការដើម្បីលុយទាំងអស់គ្នានឹងមនុស្សដែលរស់នៅមានក្តីសុខពិតប្រាកដគឺជាមនុស្សដែលគ្រប់គ្រាន់និងពេញចិត្តចំពោះខ្លួនឯងហើយអ្វីដែលខ្វះមិនបាននោះគឺមានសេរីភាពក្នុងការរៀបចំហិរញ្ញវត្ថុជីវិតមួយនេះបន្តដំណើរទៅមុខបានគឺត្រូវការប្រើលុយស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួន